បាទឥឡូវនេះខ្ញុំនាំអារម្មណ៍បងប្អូនដល់គ្នាមកកាន់ទីរួមខេត្តកពតវិញម្ដងបងប្អូនគឺកន្លែងសេះសមុទ្របាញ់ទឹកបងប្អូនណាបាទបងប្អូនបានឃើញអញ្ចឹងនេះគឺជាទីកន្លែងដែលអភិបាលខេត្តថ្មីគាត់បង្កើតឡើងសម្រាប់ឲ្យភ្ញៀវទេសចរបានទស្សនាថតរូបហើយបើសិនជាបងប្អូនបានទៅខេត្តកពតកុំភ្លេចទៅលេងនៅកន្លែងនោះហើយនឹងថតរូបផងបងប្អូនណាព្រោះថាកន្លែងនេះកំពុងតែល្បីបាទអរគុណទៅតាមដានវីដេអូពេញរបស់គ្នាបងប្អូនណាបាទជំរាបសួរបងប្អូនអរគុណថ្ងៃនេះមកដល់ខាងខេត្តកពតបងប្អូនហើយនេះគឺជាតំបន់ដែលអភិវឌ្ឍថ្មីនៃទីរួមខេត្តកពតដែលបងប្អូនបានឃើញនេះគឺនេះខ្សែសមុទ្របាញ់ទឹកនេះស្ថិតនៅក្នុងផ្នែកម្ខាងនៃទីរួមខេត្តណាទីរួមខេត្តគឺនៅជិតសាលាខេត្តតែម្ដងបងប្អូនណាបាទបងប្អូនបានឃើញអញ្ចឹងហើយថ្ងៃនេះគឺជាថ្ងៃចូលឆ្នាំសម្បូរទៅដោយបងប្អូនយើងប្រជាពលរដ្ឋយើងមកលេងច្រើនមែនតើបាទហើយឃើញថាបងប្អូនយើងគាត់មកលេងច្រើនទីរួមខេត្តកពតហើយនេះជារូបខ្សែសមុទ្រទៅតែបង្កើតថ្មីហើយកន្លែងរមណីយដ្ឋានថ្មីបាទហើយទីតាំងនេះគឺនៅមុខសាលាខេត្តផ្ទាល់តែម្ដងបងប្អូនណានៅមុខសាលាខេត្តកពតបាទហើយបងប្អូនមើលទៅគឺដូចនៅប្រទេសក្រៅអញ្ចឹងបងប្អូនណាបាទដូចនៅប្រទេសក្រៅអញ្ចឹងហើយខ្ញុំសង្ឃឹមថាឆ្នាំ2025នេះនឹងមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកកទៅថតរូបទៅកំសាន្តលេងនៅទីនោះបន្តទៀតបងប្អូនណាពីព្រោះថាអភិបាលខេត្តកពតគាត់កំពុងតែរៀបចំពង្រីកតំបន់ទេសចរកាន់តែច្រើនបន្ថែមទៀតបងប្អូនណាបាទដើម្បីកុំឲ្យគេកុហកបានបងប្អូនត្រូវតែមានពេលវេលាឆ្លៀតពេលវេលាណាមួយដើម្បីទៅទស្សនានៅទីនោះផ្ទាល់បងប្អូនបាទពួកខ្ញុំបានទៅដល់ម្ដងហើយកាលឆ្នាំ2024ដែលមានវីដេអូនេះចែកលែកបងប្អូនដល់គ្នាបានទស្សនាហើយសង្ឃឹមថាបងប្អូននឹងបានទស្សនាដូចខ្ញុំផ្ទាល់ដូចគ្នាបងប្អូនណាបាទមិនងាយទេបងប្អូនយើងទោះតែយើងឆ្លៀតទោះតែយើងទៅមើលផ្ទាល់កុំឲ្យគេកុហកថាមានតែសេះសមុទ្រមានសេះសមុទ្រឃើញតែគេថាមិនដឹងនៅកន្លែងណាអញ្ចឹងណាបាទនេះគឺជានៅទីរួមខេត្តកពតបងប្អូនជិះតាពីខាងភ្នំពេញទៅដល់ទីរួមខេត្តកពតកាច់មកខាងឆ្វេងដៃបន្តិចមកដល់ហើយមាត់ស្ពានហ្នឹងបងប្អូនកាច់មកស្ដាំដៃវិញគឺដល់ហើយបងប្អូនណាបាទបើសិនជាបងប្អូនអត់ស្គាល់ទេអាចហៅខ្ញុំទៅលេងបានតែចេញលុយប៉ាវខ្ញុំផងបងប្អូនណាបាទហ្នឹងហើយបងប្អូនអ្នកគ្នានេះគឺយើងមានបងប្អូនយើងនៅថ្ងៃចូលឆ្នាំណានេះពេលថ្ងៃទេបងប្អូនបើមិនតិចបន្តិចគឺសម្បូរមនុស្សមែនតើបាទដោយសារតែថ្ងៃយើងក្តៅអញ្ចឹងទៅពុំសូវមានបងប្អូនយើងទាន់មកទេតែយ៉ាងណាក៏គ្រាន់តែបងប្អូនប៉ុណ្ណេះច្រើនណាបងប្អូនអើយបាទច្រើនមានអ្នកខ្លះថតរូបអ្នកខ្លះកាន់ផ្តិលត្រង់ទឹកអ្នកខ្លះហាមាត់ចាំត្រង់ទឹកពីសេះសមុទ្រអូគ្រប់បែបគ្រប់យ៉ាងបងប្អូនបាទហើយនោះបងប្អូនយើងមកបន្តទៀតបាទហើយមើលទៅទស្សនវិជ្ជាគឺស្រស់ស្រាយមែនតើបងប្អូនណាស្រស់ស្រាយមែនតើលើកដំបូងដែលខ្ញុំជួបនៅឆ្នាំ2024នេះហើយប្រសិនជាបងប្អូនចង់ឃើញដូចខ្ញុំគឺបងប្អូនអាចអញ្ជើញទៅលេងនៅខេត្តកពតបានបាទយើងអាចទៅលេងផងទៅងូតទឹកផងយើងហួសទឹកកែបយើងទៅហែលទឹកនៅឆ្នេរកែបអញ្ចឹងទៀតណាបងប្អូនហើយខ្ញុំនឹងនាំអារម្មណ៍បងប្អូនដល់គ្នាបន្តទៀតទៅខាងខេត្តកែបបងប្អូនណាទៅខាងខេត្តកែបបន្ទាប់ពីខ្ញុំនៅកន្លែងនេះចប់រួចរាល់ឬក៏កំសាន្តរួចរាល់យើងនឹងបន្តទៅខេត្តកែបបន្តទៀតបាទឃើញថានៅតែស្រស់ស្អាតបងប្អូនណាឃើញនៅតែស្រស់ស្អាតទឹកដៃល្អអស្ចារ្យមែនទែនបងប្អូនគឺអាចឆ្នៃបានអាចធ្វើបានខ្មែរអាចធ្វើបានបងប្អូនណាបាទអញ្ចឹងហើយបងប្អូនកុំភ្លេចចូលរួមទស្សនាក៏ដូចជាចូលរួមទៅកំសាន្តនៅតំបន់រមណីយដ្ឋានខេត្តកពតយើងទាំងអស់គ្នាបងប្អូនណាបាទហ្នឹងហើយខ្ញុំនឹងព្យាយាមផ្ដិតរូបភាពល្អចែកជូនបងប្អូនដល់គ្នាទស្សនាបន្ថែមទៀតបងប្អូនបាទផ្ដិតរូបភាពល្អស្អាតជូនបងប្អូនដល់គ្នាទស្សនាហើយដូចបងប្អូនមកឃើញអញ្ចឹងគឺមេឃក្តៅមែនតើបងប្អូនមេឃក្តៅណាបងប្អូនមេឃក្តៅមែនតើបាទអញ្ចឹងកុំឲ្យខាតពេលយូរបងប្អូនបាទរៀបចំ plan ទៅទស្សនានៅទីនោះផ្ទាល់តែម្ដងបងប្អូនណារៀបចំ plan រៀបចំគម្រោងផែនការទៅដល់ទីរួមខេត្តកពតនៅក្នុងចូលឆ្នាំ2025នេះតែម្ដងទៅបងប្អូនបាទកុំឲ្យខាតពេលយូរតោះយើងមិនហៅខ្ញុំទៅផងបងប្អូនណាកុំភ្លេចហៅខ្ញុំទៅផងបាទនេះហើយគឺរូបសេះសមុទ្របងប្អូនបាទអរគុណច្រើនបងប្អូនដល់គ្នាបាយបាយលើកឡើងមកឲ្យមួយថតឲ្យទៅ